ក្តៅព័ត៌មានដកស្រង់ពី The Star News ព័ត៌មានទី1គណៈថៃសម្រុកវាយលុកឈ្លានពានមកលើទឹកដីកម្ពុជាមីយ៉ាន់ម៉ាបានប្លង់គ្រាប់កំទេចអាគារនៅជាប់ព្រំដែនថៃនិងចាប់ខ្លួនបុគ្គលិកដែលជាជនជាតិថៃផងដែរថ្ងៃទី15ខែ12ឆ្នាំ2025មីយ៉ាន់ម៉ាមិនទាន់បញ្ឈប់ប្រតិបត្តិការកម្ចាត់សម្បុក scammer នៅជាប់ព្រំដែនជាប់ប្រទេសថៃនៅឡើយទេគណៈប្រតិបត្តិការចុងក្រោយបំផុតនេះកងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែកគំតិចអាគាររបស់ក្រុមអ ுக ្រិតជនអនឡាញចំនួន17អាគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park ព្រមទាំងចាប់បានជនជាតិបរទេសចំនួន516នាក់ក្នុងនោះមាន10នាក់ជាជនជាតិថៃទៀតផងតាមការផ្សាយរបស់ The Star ថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025នេះកងទ័ពមីយ៉ាន់ម៉ាបានគំទេចអាគារក្នុងតំបន់យ៉ាម៉ាឌីនៃរដ្ឋកាយិនជាប់ស្រុកមេសូតនៃខេត្តតាក់ប្រទេសថៃដោយចោទថាជាកន្លែងលេងភ្នាល់ល្បែងតាមអនឡាញក្នុងប្រតិបត្តិការនោះផងដែរកងទ័ពបានចាប់ខ្លួនជនបរទេសចំនួន516នាក់ដែលមានជនជាតិចិនច្រើនជាងគេពលគឺ225នាក់បន្ទាប់មកគឺវៀតណាម83នាក់ហ្វីលីពីន77នាក់កេនយ៉ា39នាក់អូហ្គងដា20នាក់នេប៉ាល់17នាក់ឥណ្ឌូនេស៊ី12នាក់អេខ្យូពី11នាក់ថៃ10នាក់ម៉ាឡេស៊ី9នាក់ឥណ្ឌា4នាក់សេវ៉ាឡេអូន3នាក់តៃវ៉ាន់2នាក់ហ្គីណេអេខ្វាទ័រ2នាក់ម៉ាដាហ្គូស្តាម្នាក់និងតុងហ្គូម្នាក់ក្រៅពីកំទេចអាគារនិងចាប់ខ្លួនជនបរទេសហើយនោះកងទ័ពក៏បានលួចចូលឆែកឆេរអាគារហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិករួចដុតបំផ្លាញចោលផងដែរព័ត៌មានទី2កម្ពុជាបិទច្រកព្រំដែនទាំងស្រុងជាមួយថៃគណៈថៃចោទកម្ពុជាថារំលោភច្បាប់អន្តរជាតិរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃកាលពីថ្ងៃទី13ខែធ្នូម្សិលមិញបានសម្រេចផ្អាកការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរនិងថៃនៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីរគ្រាទាហានថៃបានបើកការវាយប្រហារគ្រប់ទម្រង់និងគ្រប់ទិសដៅមកលើដែនអធិបតេយ្យភាពកម្ពុជាការសម្រេចនេះមានបទអន្តរាគមន៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនលោកហ៊ុនសែនដែលបានស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋអំឡុងពេលជម្លោះព្រំដែនខ្មែរថៃបន្តកើនឡើងកម្ដៅតែថៃតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានចោទកម្ពុជាថារំលោភច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិទៅវិញតាមសេចក្តីប្រកាសមួយចុះថ្ងៃទី13ខែធ្នូក្រសួងមហាផ្ទៃបានផ្អាកការចេញចូលទាំងស្រុងរបស់ពលរដ្ឋខ្មែរនិងថៃព្រមទាំងជនបរទេសដទៃទៀតតាមច្រកព្រំដែនកម្ពុជាថៃដោយលើកហេតុផលសុវត្ថិភាពក្នុងកលៈទេសៈដែលយោធាថៃបន្តបាញ់ប្រហារមកលើកម្ពុជាតាមក្រសួងមហាផ្ទៃការធ្វើបែបនេះគឺដើម្បីការពារសន្តិសុខដល់ពលរដ្ឋនិងបញ្ជៀសរាល់គ្រោះថ្នាក់ដែលអាចកើតមានឡើងក្នុងន័យនេះក្រសួងមហាផ្ទៃបានប្រាប់ឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសថៃត្រូវបន្តស្នាក់នៅក្នុងប្រទេសថៃជាធម្មតាគណៈពលរដ្ឋថៃរស់នៅក្នុងប្រទេសកម្ពុជាក៏ត្រូវបន្តស្នាក់នៅប្រទេសកម្ពុជារហូតដល់បទឈប់បាញ់ត្រូវបានអនុវត្តពេញលេញដំណើរគ្នានេះក្រសួងមហាផ្ទៃបានអះអាងពីការធានាសុវត្ថិភាពដល់ពលរដ្ឋថៃដែលរស់នៅក្នុងប្រទេសកម្ពុជាព្រមទាំងបានអំពាវនាវឲ្យរដ្ឋាភិបាលថៃផ្ដល់ការគាំពារដល់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសថៃផងដែរសូមជម្រាបថាការចេញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃខាងលើនេះកើតឡើងមិនបានប៉ុន្មានម៉ោងផងក្រោយពេលដែលលោកហ៊ុនសែនប្រធានព្រឹទ្ធសភាបានចេញសារតាមបណ្ដាញសង្គមដោយស្នើឲ្យរដ្ឋាភិបាលបិទច្រកព្រំដែនទាំងអស់ជាបណ្ដោះអាសន្នបទអន្តរាគមន៍របស់លោកហ៊ុនសែនធ្វើឡើងបន្ទាប់ពីយោធាថៃបានបើកការវាយប្រហារមិនរើសមុខមិនរើសទីតាំងសូម្បីតែភូមិឋានជនស៊ីវិលសាលារៀនមន្ទីរពេទ្យជាពិសេសគឺប្រាសាទបុរាណខ្មែរដោយឡែកថៃតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកបាឡែនគូដាបានប្រាប់សារព័ត៌មាននៅក្នុងស្រុកថាកម្ពុជាបានរំលោភច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិចំពោះការបិទច្រកព្រំដែននាពេលនេះបាទតាមអ្នកនាំពាក្យក្រសួងការបរទេសថៃមួយរូបអាជ្ញាធរថៃបានសម្រួលឲ្យពលរដ្ឋកម្ពុជាចាក់ចេញពីទឹកដីខ្លួនតែអាជ្ញាធរកម្ពុជាបានបដិសេធមិនបើកច្រកព្រំដែនឡើងវិញដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋថៃដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញនេះបើយោងតាមកាសែតថៃបានរាយការណ៍អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតកិនភៀយល់ឃើញថាការដាក់បំរាមរបស់កម្ពុជាមិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទេប៉ុន្តែលោកថាថៃទៅវិញទេដែលជាអ្នករំលោភច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនោះគឺព្រោះតែថាថៃបន្តឈ្លានពានមកលើទឹកដីកម្ពុជាដោយប្រើអាវុធទំនើប
និងបំពេញកិច្ចព្រមព្រៀងសន្តិភាពដែលភាគីជំនួសទើបតែបានចុះហត្ថលេខាគឺត្រឹមថ្ងៃទី14ធ្នូនេះមានរយៈពេល1សប្តាហ៍ហើយដែលថៃបានធ្វើប្រតិបត្តិការយោធាវាយប្រហារមកលើកម្ពុជាសាជាថ្មីសកម្មភាពវាយប្រយុទ្ធត្រូវភាគីកម្ពុជាអះអាងថាហាក់មិនទាន់មានភាពថន់ថយនៅឡើយទេក្នុងសង្គ្រាមនេះទោះបីជាលោក Donald Trump ចៅហ្វៃសេតវិមាននិងលោក Anwar Ibrahim ប្រធានអាស៊ានជិតផុតអាណត្តិចេញមុខអន្តរាគមន៍យ៉ាងណាក៏ដោយក៏នាយករដ្ឋមន្ត្រីថៃនៅតែអះអាងថានឹងបន្តសកម្មភាពយោធារបស់ខ្លួនដដែលជាការបន្តប្រយុទ្ធរហូតតតែកម្ពុជាដកទ័ពនិងដោះមាននៅតាមតំបន់ព្រំដែនឲ្យអស់ជាមុនសិនទើបការអនុវត្តបទឈប់បាញ់មួយនេះមានប្រសិទ្ធភាព